អ្នកណាចូលចិត្តពោតខ្លះអាចសាកមកធ្វើនំអាកោពោតចំហុយមួយមុខនេះបានណាព្រោះអីវិធីធ្វើហ្នឹងគឺងាយស្រួលខ្លាំងមែនតែនសាច់នំវិញឡើងទន់ល្មើយតែម្ដងទោះបីជាយើងទុកមួយយប់ហើយក៏នៅតែសាច់នំទន់ល្អដែរអក្លិនវិញគឺថាឈ្ងុយខ្ទិះដូងជាមួយនឹងពោតនឹងពេញមាត់តែម្ដងវិធីធ្វើវិញគឺងាយស្រួលខ្លាំងមែនតែនខ្ញុំមានពោតលឿងហ្នឹងមួយផ្លែកន្លះបងប្អូនចង់ធ្វើតិចធ្វើច្រើនអីលៃលោកតាមនឹងទៅដោយសារថាខ្ញុំសមាជិកគ្រួសារតិចដែរអញ្ចឹងខ្ញុំធ្វើតែមកល្មមហូបគ្រប់គ្រាន់អញ្ចឹងណាពួកអីបើធ្វើដល់តែនៅសល់គឺវាធ្វើឲ្យយើងនឹងឆាប់ណាយអត់នឹកឃើញហូបទៀតដែរអញ្ចឹងហើយធ្វើហូបទៅមកល្មមប៉ុណ្ណឹងណានឹកឃើញថ្ងៃក្រោយចង់ហូបទៀតហើយខ្ញុំយកពោតហ្នឹងយកមកចិតអញ្ចឹងទៅបងប្អូនមានប្រដាប់ឈូសក៏អាចឈូសបានដូចគ្នាបន្ទាប់ពីចិតពោតនឹងហើយគឺខ្ញុំយកវាមកដាក់កិនណាហើយលាយជាមួយនឹងពងមាន់ក៏បានពងទាក៏បានមកគ្រាប់ទឹកខ្ទិះដូងនឹង120 ml ម្សៅអង្ករខ្សាយហ្នឹងគឺខ្ញុំដាក់180 ក្រាមវាស្មើនឹង1ខាំ8វាចិត្ត2ខាំទឹកដោះគោខាប់4ស្លាបព្រាបាយអំបិលម៉ត់បន្តិចទៅហើយយើងយកគ្រឿងដែលយើងបានលាយទាំងអស់ហ្នឹងយកទៅដាក់កិនណាខ្ញុំកិនអត់យកម៉ត់ខ្លាំងទេតែបើសិនជាបងប្អូនចង់បានសាច់នំម៉ត់ក៏យើងកិនឲ្យម៉ត់ទៅនេះគឺខ្ញុំចង់បានសាច់នំហ្នឹងវានៅឃើញមានគ្រាប់ពោតមួយអីអញ្ចឹងណាហើយឥឡូវនេះគឺម្សៅខ្ញុំបានកិនរួចហើយមកកៅពោតនេះអត់ចាំបាច់ត្រូវការផ្អាប់ម្សៅអីទេគ្រាន់តែថាកិនហើយហ្នឹងគឺយើងរៀបចំដាក់ពុំអញ្ចឹងទៅហើយយកទៅដាក់ចំហុយតែម្ដងមុននឹងខ្ញុំចាក់សាច់ម្សៅនឹងចូលខ្ញុំបានលាបប្រេងឆានៅនឹងពុំនឹងជាមុនសិនហើយដាក់ដាំទឹកឲ្យពុះអញ្ចឹងទៅខ្ញុំលើកម្សៅនឹងយកមកដាក់ចំហុយខ្ញុំប្រើពេល30នាទីក្នុងការចំហុយនំហ្នឹងណាហើយឥឡូវនេះគឺថានំហ្នឹងឆ្អិនល្អហើយ20នាទីខ្ញុំបើកមើលម្ដងទៅវាអត់ទាន់រៀងដាច់ទឹកណាហើយដល់30នាទីឆ្អិនល្អតែម្ដងឥឡូវលើកទុកឲ្យត្រជាក់សិនទៅហើយខ្ញុំបានយកអាឈើដែលយើងចាក់មើលថាឆ្អិនឬមិនឆ្អិនមិញហ្នឹងយកមកគៀអាកែមពុំហ្នឹងណាឥឡូវនេះនំខ្ញុំបានត្រជាក់ល្អអញ្ចឹងខ្ញុំចាប់ផ្ដើមកាត់នំតែម្ដងចំពោះសាច់នំវិញបើសិនជាបងប្អូនចង់បានរាងស្វិតតិចបងប្អូនអាចបន្ថែមជាមួយនឹងម្សៅឆាបានប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចង់បានសាច់នំនឹងដែលថាដូចទៅនឹងនំអាកោពោតដែលគេលក់នៅខាងជនីស្រុកស្អាងប៉ុន្តែយើងធ្វើនេះអត់បានដូចទេដោយសារថាអាកោពោតនោះគេយកពោតចំណីសត្វមកធ្វើចំណែកនៅខាងខ្ញុំនេះរោពោតចំណីសត្វនឹងអត់មានទេអញ្ចឹងមានតែពោតលឿងធម្មតាធ្វើចេញមកលទ្ធផលបានប៉ុណ្ណឹងក៏ទទួលយកដែរសំខាន់ធ្វើទៅរសជាតិត្រូវទៅតាមអ្វីដែលយើងចង់បានផ្អែមល្មមទន់ឈ្ងុយខ្ទិះដូងឈ្ងុយពោតប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ